ជំរាបសួរពុកម៉ែបងប្អូនអរគ្នាបើក្បាលវីដេអូមកគឺឥឡូវនេះនៅក្នុងស្រះតែម្ដងបងប្អូនហើយថ្ងៃនេះគឺខ្ញុំនឹងនាំបងប្អូនទៅមើលវីដេអូតាក់ទងការប្រមូលផលត្រីហើយក៏ដូចជាការដាក់ចំណីត្រីនុយឲ្យទៅស្ដោស៊ីផងដែរបងប្អូនហើយនេះគឺជាសកម្មភាពដែលគាត់កំពុងតែប្រមូលផលត្រីប្រារបស់គាត់នេះគឺបានរយៈពេល1ឆ្នាំជាងហើយទម្រាំគាត់ប្រមូលផលហើយការចាំត្រីស្ដោឬក៏ត្រីប្រានេះគឺអាស្រ័យទៅលើបងប្អូនដែលមានធនធានច្រើនហើយមានពេលទៅនេះច្រើនក្នុងការមើលថែវាផងដែរបងប្អូនចំពោះត្រីប្រាវិញការដាក់ចំណីជារៀងរាល់ថ្ងៃគឺយើងត្រូវការលាយកន្ទុកលាអីចឹងប៉ុន្តែបើចំពោះត្រីស្ដោវិញគឺយើងត្រូវការប្រើប្រាស់នុយជាប្រចាំហើយបន្តិចទេបងប្អូនគឺច្រើនមែនតើដែលអាស្រ័យទៅលើបងប្អូនដែលកំពុងតែចិញ្ចឹមច្រើនឬក៏តិចចឹងចំពោះតែនៅចិត្តតំបន់ទន្លេបែបនេះគឺគាត់ចិញ្ចឹមច្រើនមែនទែនក្នុងមួយស្រះអីអាចលោតរហូតចិត្ត 4-5 តោនដែរក្នុងមួយស្រះហើយការប្រើប្រាស់នុយហ្នឹងគឺប្រចាំថ្ងៃហ្នឹងគឺច្រើនមែនទែនចំពោះតម្លៃទីផ្សារសប្តាហ៍ថ្ងៃនេះត្រីស្ដោគឺមានតម្លៃសមរម្យដែរហើយមួយទៀតបើសិនត្រីស្ដោបងប្អូនកំពុងតែចិញ្ចឹមហ្នឹងវាអត់សូវងាប់គឺយើងអាចទទួលនៅផលចំណេញបានច្រើនដែរចំពោះហើយបើសិនបើត្រីស្ដោនេះគឺវាចិញ្ចឹមទៅគឺងាប់ច្រើនគឺធ្វើឲ្យបងប្អូននេះខាតខ្លាំងមែនទែនដោយសារតែការខាតនេះគឺតកតងនឹងតម្លៃត្រីនុយសប្តាហ៍ថ្ងៃនេះតាមរដូវបាត់បើកអញ្ចឹងគឺវាមានតម្លៃខុសគ្នាហើយនៅខែប្រាំងខែវស្សាក៏តម្លៃខុសគ្នាដែរអញ្ចឹងធ្វើឲ្យបងប្អូនខ្លះអាចរួចថ្លៃទិញនុយឲ្យត្រីស្ដោស៊ីបានទេអញ្ចឹងកាលណាត្រីស្ដោងាប់ច្រើនគឺធ្វើឲ្យបងប្អូនដែលគាត់ចិញ្ចឹមហ្នឹងគឺខាតខ្លាំងមែនទែនបើសិនបើវាអត់ងាប់គឺទទួលបានផលចំណេញច្រើនតកតងនឹងតម្លៃហើយក៏តកតងនឹងទម្ងន់របស់វាក៏ល្អដែរបងប្អូនហើយត្រីស្ដោអាហ្នឹងគេថាស៊ីមាសស៊ីពេជ្របងប្អូនអញ្ចឹងបើសិនចិញ្ចឹមទៅចំឆ្នាំណាដែលខាតគឺខាតហើយបើចំឆ្នាំណាចំណេញគឺចំណេញខ្លាំងមែនទែនហើយមួយទៀតគឺតកតងនឹងបច្ចេកទេសដែរបងប្អូនបើសិនត្រីស្ដោនេះបើសិនបងប្អូនអត់សូវមានបច្ចេកទេសទេក៏ពិបាកដែរហើយទាមទារបងប្អូនមើលថែដិតដល់មែនទែនអញ្ចឹងការមើលថែវាការដាក់ចំណីរបស់វាអញ្ចឹងគឺត្រូវការតាមដានវារហូតបងប្អូនអញ្ចឹងការចិញ្ចឹមត្រីស្ដោទាមទារបងប្អូនមានបច្ចេកទេសដែរបើសិនអត់សូវមានបច្ចេកទេសទេក៏ពិបាកដែរបងប្អូនក្នុងការចិញ្ចឹមត្រីស្ដោព្រោះថាត្រីស្ដោមិនមែនងាយស្រួលក្នុងការចិញ្ចឹមទេដោយសារវាស៊ីចំណីសាច់បែបនេះគឺយើងត្រូវការចំណាយហើយក៏ត្រូវការមើលថែការបដូរទឹកដាក់ថែមទឹកចឹងបងប្អូនហើយនៅពេលដែលវាឈឺយើងត្រូវតែមានថ្នាំសម្រាប់ការពារព្យាបាលវាហើយតន់ពេលវេលាបើអត់ទេគឺងាប់ច្រើនមែនទែនបងប្អូនជួនកាលអាចនឹងងាប់មួយស្រះក៏មានដែរបងប្អូនវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបើសិនបងប្អូនពេញចិត្តសូមជួយចុច like ហើយ subscribe ឲ្យខ្ញុំម្នាក់មួយផងបងប្អូនសូមអរគុណវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបើសិនបងប្អូនពេញចិត្តសូមជួយចុច like ហើយ subscribe ឲ្យខ្ញុំម្នាក់មួយផងបងប្អូនសូមអរគុណ